Him in her life. However, as she becomes overwhelmed by the pleasures and distractions of the world, her life slowly turns miserable and empty. She loses sight of the one who has always loved her. As you witness this drama, may we all be reminded whatever temptations and trials come our way when we leave this place, LOH Kids, we must never forget the one who walks with us through every struggle. The world may offer temporary pleasures, but only Jesus can give lasting peace, hope, and true joy. No matter how how broken you become, or what challenge life throws at us, we can always rise again through Jesus Christ. His love never fails, His mercy never runs out, and His grace is truly boundless. God's beautiful promise remains the same. We are sinners saved by grace. No matter our parts, His arms are always open. ចឹងនៅក្នុងសាច់រឿងដែលយើងនឹងសម្ដែងនេះគឺបាននិយាយអំពីយុវជនម្នាក់ដែលគាត់បានស្គាល់ព្រះយេស៊ូវនិងមានព្រះអង្គនៅក្នុងជីវិតរបស់នាងប៉ុន្តែនៅពេលដែលនាងបានទាក់ទាញទៅដោយសេចក្តីសប្បាយនិងការលំបាកនានានៅលោកីជីវិតរបស់នាងក៏ចាប់ផ្ដើមខ្លាចជាវេទនានិងទទេនាងបានបាត់បង់ការផ្ដោតលើព្រះអង្គដែលតែងតែស្រឡាញ់នាងជានិច្ចនៅពេលដែលលោកអ្នកទស្សនានៃការសម្ដែងរបស់យើងទាំងអស់គ្នានេះក៏សូមនឹកចាំថាមិនថាមានការលំបាកឬការសាក់លបងអ្វីកើតឡើងចំពោះយើងនៅពេលដែលយើងចាក់ចេញពីកន្លែងនេះក៏ដោយហើយក៏ដូចជាក្មេងៗអលអេទាំងអស់គឺយើងអត់ត្រូវភ្លេចព្រះអង្គនោះទេគឺយើងត្រូវតែដើរជាមួយទ្រង់ហើយទ្រង់ក៏នឹងដើរជាមួយយើងឆ្លងកាត់រាល់ការលំបាកលាវាពិភពលោកអាចផ្ដល់សេចក្តីសប្បាយផ្ដល់សន្តិប៉ុន្តែមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចផ្ដល់នូវសេចក្តីសុខសាន្តក្តីសង្ឃឹមនិងអំណរពិតប្រាកដបានមិនថាយើងចូលឆ្ងាយខ្លាំងប៉ុណ្ណាបាក់បែកប៉ុណ្ណាឬជួបប្រទះឧបសគ្គអ្វីនៅក្នុងជីវិតក៏ដោយយើងនឹងអាចក្រោកឈរឡើងវិញបានជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទសេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលបរាជ័យហើយព្រះគុណនិងសេចក្តីមេត្តាករុណារបស់ព្រះអង្គក៏មិនដែលអស់ដែរអញ្ចឹងសេចក្តីសន្យាដ៏អស្ចារ្យរបស់ព្រះគឺនៅតែមានដដែលយើងជាមនុស្សមានបាបតែត្រូវបានសង្គ្រោះដោយសារព្រះគុណមិនថាអតីតកាលរបស់យើងបែបណាក៏ដោយក៏ព្រះហស្ថរបស់ព្រះអង្គនៅតែបើកចំហចាំទទួលយើងត្រឡប់មកកាន់កន្លែងរបស់ព្រះអង្គជានិច្ច Savior, I come, quiet my soul. Remember, redemption's here, where your blood was spilled.